ខ្ញុំសូមគោរពដល់បងប្អូនរួមជាតិខ្មែរយើងទាំងអស់ដែលរស់នៅក្នុងប្រទេសអូស្ត្រាលីថ្ងៃនេះគឺគណៈប្រតិភូដែលមកពីរដ្ឋ Victoria ដែលមានប្រសង់គ្រប់វត្តទាំងអស់បានអញ្ជើញចូលរួមផងគឺថាយើងបានមកដល់ Canberra ហើយគឺយើងមកដល់វត្តនៅវត្តនៅ Canberra នេះថ្ងៃនេះយើងមានភ័ព្វវាសនាណាស់ដែលដោយសារថាតំណាងរាស្ត្រនៅតំបន់ Hotham គឺលោកស្រី Claire O'Neil គាត់នឹងធ្វើការតំណាក់តំណងហើយនឹងធ្វើការជួយតវ៉ាស្ដីអំពី Labor Agreement អំពីការធានាប្រសង់មករស់នៅក្នុងប្រទេសអូស្ត្រាលីនេះបាទដូច្នេះយើងទាំងអស់គ្នាហ្នឹងគឺមានតាំងតែពីរដ្ឋ New South Wales ខាងតំណាងសហព័ន្ធនៅ New South Wales ខាងផ្នែកខាងសាសនាក៏បានអញ្ជើញមកចូលរួមដែរហើយម្យ៉ាងទៀតគឺថាយើងនឹងវាមានតំណាងខាង Canberra នេះក៏អញ្ជើញចូលរួមដែរមានប្រសង់នៅខាង Canberra ក៏អញ្ជើញទៅផងដែរយើងនឹងធ្វើការតវ៉ាអំពីធ្វើយ៉ាងម៉េចឲ្យប្រសង់ហ្នឹងគឺអាចមកចូលមករស់នៅប្រទេសអូស្ត្រាលីនេះបានដោយស្រួលហើយជាពិសេសគឺថាជៀសវាងកុំឲ្យការប្រកាន់បង្ខំប្រសង់ឲ្យរៀនភាសាអង់គ្លេសឬមួយក៏ឲ្យមាន Bachelor Degree ជាដើមហ្នឹងដើម្បីមានសិទ្ធិរស់នៅក្នុងប្រទេសអូស្ត្រាលីយើងនេះទី2គឺយើងនិយាយអំពីការបោះឆ្នោតនៅប្រទេសកម្ពុជាផងដែរពីព្រោះដូចយើងបងប្អូនឃើញស្រាប់ហើយរដ្ឋាភិបាលកម្ពុជាសប្តាហ៍ថ្ងៃហ្នឹងគឺនិយាយថាបើខាងណាចាញ់ឆ្នោតនឹងមានសង្គ្រាមហើយអ្នកខ្លះខាងក្រសួងការពារជាតិហ្នឹងគឺគេថាបើខាងណាគេចាញ់គឺថាគេនឹងវាយបាក់ថ្មិញអីជាដើមបាទហើយរឿងមួយទៀតហ្នឹងរឿងប្រពន្ធលោកដុកទ័រកែមលីដែលយើងទាំងអស់គ្នានឹងទស្សនារងចាំហ្នឹងយើងក៏យករឿងហ្នឹងលើកឡើងផងដែរបាទសូមអរគុណហើយសូមជម្រាបលាបន្តិចទៀតហ្នឹងនឹងជួបគ្នានៅរដ្ឋសភា Canberra បាទ SK Media